Wow, chúng tôi bóng phôn ngày nay một lấyផ្ទះ mật phẹបាទឃើញលហុងបាទនៅជុំវិញផ្ទះរបស់គាត់គឺថាច្រើនដើមមែនតើហើយផ្លែហ្នឹងក៏ច្រើនដែរបងប្អូនហើយផ្លែហ្នឹងក៏ចាស់ហើយផ្លែខ្លះហ្នឹងក៏វានៅខ្ចីហើយផ្លែខ្លះហ្នឹងក៏វានៅតូចផ្លែខ្លះក៏ធំហើយដើមខ្លះហ្នឹងក៏វាដេកដួលអីអញ្ចឹងណាដោយសារតែកម្លាំងខ្យល់ដោយសារតែទ្រាំទ្រនៃទម្ងន់ផ្លែអត់បានអញ្ចឹងក៏វាឈរអត់ដឹងរួចក៏ដួលអញ្ចឹងណាហើយដោយសារតែខ្លាចដួលម្ចាស់ក៏បានយកឈើយកមកចងទប់ដើម្បីកុំឲ្យវាដួលបានឃើញផ្លែល្ហុងច្រើនអញ្ចឹងណាបងប្អូននេះវាដួលចេះបងប្អូនហ្នឹងហើយបើយើងបេះវាយកមកស្លប្រហើណាស្លម្ជូរគូក្តាមស្លប្រហើគូក្តាមឬក៏ឆាឬក៏យកមកបុកល្ហុងអីហ្នឹងគឺឆ្ងាញ់មែនតើហ្នឹងហើយបងប្អូនគាត់តែនិយាយអញ្ចឹងខ្ញុំអ្នកអត្ថាធិប្បាយឥឡូវហ្នឹងគឺថាស្រីវទឹកមាត់ស្រក់ទឹកមាត់តែម្ដងអញ្ចឹងណាហើយបងប្អូនប្រហែលជាឃើញល្ហុងនឹកឃើញដល់ម្ហូបអីមុនគេប្រហែលជានឹកឃើញដល់បុកល្ហុងហើយមើលទៅហ្នឹងហើយមកខ្ញុំវិញនឹកឃើញតែសម្លប្រហើបងប្រុសឯងបងប្អូនហើយបាទឆ្ងាញ់មែនតើណាជាពិសេសគឺស្នាដៃរបស់អ្នកម្ដាយខ្ញុំនៅពេលដែលគាត់ស្លល្ហុងឲ្យហូបម្ដងគឺថាឆ្ងាញ់មែនតើណាបាទហ្នឹងហើយផ្លែល្ហុងបើយើងចង់ស្លដាច់ដライតែវាក៏បានយើងយកទៅស្លជាមួយគេមួយឯងមានស្លឹកម្ទេសអីហ្នឹងក៏បានដែរអញ្ចឹងណាហើយបើយើងទៅយកទៅស្លជាមួយនឹងសម្លកកូរគឺកាន់តែវិសេសវិសាលមែនតើណាបានអញ្ចឹងថានៅជុំវិញផ្ទះយើងកុំទុកដីឲ្យតនេគឺយើងឆ្លៀតដាំនេះដាំនោះទៅបានព្រោះល្ហុងនេះផងដែរគឺងាយស្រួលក្នុងការដាំណាបានវាមិនសូវជាពិបាកក្នុងការថែទាំអីទេគ្រាន់តែយើងការពារកុំឲ្យតាសត្វកាយឬសត្វស៊ីទៅគឺបានគឺយើងនឹងទទួលបានផលផ្លែល្ហុងនេះយកមកសម្រាប់ស្លឬក៏ទុកឲ្យវាទុំហូបផ្លែអីចឹងណាហើយផ្លែខ្ចីនេះផងដែរបងប្អូនខ្ញុំកាលពីតូចណាបាទយកទៅបានផ្លែខ្ចីនឹងចិតសបកឲ្យស្អាតហើយយើងយកទៅជ្រលក់ជាមួយប្រហុកស្ករអីណាឬក៏អំបិលម្ទេសហ្នឹងគឺឆ្ងាញ់មែនតើហើយផ្លែទុំបានគឺផ្អែមឈ្ងុយឆ្ងាញ់អីចឹងណានៅពេលដែលហូបល្ហុងម្ដងបងប្អូនហើយគឺបាត់ជើងហ្នឹងគឺស្រួលខ្លួនមែនតើ